ស្រីបងដូបាទសួរគ្រូបងមានអារម្មណ៍មិនដែរនៅពេលដែលមកចូលមកការនេះបងមកដល់ចំការនេះមានអារម្មណ៍ថាប្លែកខុសពីចំការទូទៅធ្លាប់ទៅរាល់ដងទេសភាពគឺស្អាតហើយមើលក្រោមដើមបងប្អូនសឹងតែរស់ស្មៅមកតងគ្មានបងប្អូនអូយគាត់ប៉ិនថែទាំបច្ចេកទេសល្អហើយបែបនេះគឺស្រួលកំចាត់ពពួកសត្វល្អិតព្រោះអីគាត់ផ្ដាច់ជំរកពពួកសត្វល្អិតអស់ហើយហ្នឹងអត់មានស្មៅអត់មានអីចឹងវាជ្រកតាមណានៅពេលដែលគាត់ដើរថ្នាំទៅវាធ្លាក់មកលើដីសត្វល្អិតនឹងជ្រុះមកលើដីក៏វាត្រូវងាប់នៅនឹងដែរអញ្ចឹងចន្ទទីគាត់ថែទាំបានស្អាតហើយទទួលបានសមិទ្ធផលវិញផ្កាផ្លែមកគឺអត់មានបញ្ហាអីប្រហែលទេមកទៅឆ្នាំនេះមានណាលើគាត់ទេបើថែទាំបានប៉ុណ្ណឹងនេះតែមិនដែរណាបងអីមកសម្រាប់ទីតាំងហ្នឹងគឺនៅខាងកយុងសែនជ័យស្រុកស្នូលខេត្តកោះចេះចំការរបស់គ្រូតាដែលគេធ្លាប់ហៅគ្រូតាឈ្មោះពូធីហ្នឹងស្ដាប់អត់បានការពុធីហ្នឹងចាប់របស់ពូធីបងគ្រូតាអូខេអរគុណច្រើនបងអរគុណ